ជាមកទៅណាអ្នកខ្លះគិតថារៀនអនឡាញអត់ប្រយោជន៍ទេពេលខ្លះរៀនអត់កើតអីចឹងណាតែមិនមែនទេដោយសារតែខ្លួនទីមួយគឺគ្នាយើងអត់ involve ជាមួយនឹងគ្រូដូចខ្ញុំនិយាយដែរថាកូនសិស្សខ្លះគាត់មករៀនអ្នកខ្លះគាត់មិនរៀនផងគាត់ដេកស្ដាប់គ្រូទៅអ្នកខ្លះអញ្ចឹងណាអត់យកសភុំមកកត់ទេអញ្ចឹងគ្នាយើងត្រូវកត់ទៅផ្ញើក្នុងក្រុមរបស់ខ្ញុំព្រោះកម្រិតគ្នាយើងនេះខ្ញុំរៀបជា list ឲ្យគ្នាយើងពីឲ្យគ្នាយើងឲ្យគ្នាទៅសេទិញអីអញ្ចឹងទៅអញ្ចឹងទៅផ្ញើខ្ញុំមកវិញនេះគឺជា rule សម្រាប់បើយើងដែលខ្ញុំណែនាំឲ្យគ្នាយើងណាឲ្យគ្នាយើងនៅក្នុងបើយើងនេះយើងមានគោលការណ៍សម្រាប់កូនសិស្សដែលគាត់រៀនណាដោយសារតែយើងចង់ពង្រឹងពួកគាត់ព្រោះយើងរៀបចំ design course នេះមកគឺគោលបំណងដែលពួកខ្ញុំធ្វើនេះ English program ដែលខ្ញុំ design ឲ្យគ្នាយើងនេះអ្នកដែលតគ្នាអាចធ្វើការពង្រឹងនៅសមត្ថភាពភាសាអង់គ្លេសរបស់គ្នាយើងហើយក៏គ្នាយើងនឹងអាចធ្វើការប្រឡងនៅតេស្តអាហារូបករណ៍ទៅក្រៅប្រទេសផ្សេងៗដែរដោយសារតែ program ដែលខ្ញុំបាន design នេះគឺខ្ញុំផ្ដោតសំខាន់ទៅលើការប្រឡង IELTS អញ្ចឹងកម្រិតគ្នាយើងទី1នេះនៅពេលគ្នាចប់សៀវភៅដែលយើងកំពុងតែរៀននេះគឺយើងចូលទៅកាន់ fundamental of a we say fundamental of IELTS test អញ្ចឹងនៅក្នុងកន្លែងហ្នឹងយើងរៀនពី level សម្រាប់គ្នាយើងក្នុងការពង្រឹងនៅចំណេះដឹងរបស់គ្នាយើងតាំងពីភាសាអង់គ្លេសរបស់គ្នាយើងផងហើយគ្នាយើងអាចចង់ប្រឡងចប់ទៅប្រឡងអាចប្រឡងចូលហាវកតាណាក៏បានដែរសម្រាប់គ្នាយើងណាគឺគ្នាយើងអាចនឹងមាននៅសមត្ថភាពភាសាអង់គ្លេសគ្រប់គ្រាន់បើសិនគ្នាយើងព្យាយាមណាទាំងដូចខ្ញុំបាន design គ្នាយើងនឹងការ speaking ក៏គ្នាយើងអាច improve បានព្រោះគ្រូរបស់យើងគាត់នឹងបរៀនយើងតាំងពីការបញ្ចេញសម្លេងដំបូងឡើយក្នុងការបញ្ចេញសម្លេងដើម្បីឲ្យវាត្រូវអញ្ចឹងណាអញ្ចឹងគ្នាយើងអាចនឹងរៀនពីមូលដ្ឋានគ្រឹះក្នុងការបញ្ចេញសម្លេងអញ្ចឹងសម្រាប់សភពគោលរបស់យើងដែល course book ដែលខ្ញុំបាននឹងបរៀននេះយើងនេះគឺយើងផ្ដោតទៅលើចំណេះដឹងភាសាអង់គ្លេសទូទៅតាំងពីវេយ្យាករណ៍តាំងពីពាក្យតាំងពីអីចឹងទៅណាអាហ្នឹងគឺជាគោលបំណងដែលពួកយើងរៀបចំគ្នាយើងសម្រាប់ course នីមួយៗដែលពួកយើងបានហើយពួកយើងក៏មានធ្វើការ test ធ្វើអីដែរអញ្ចឹងណាហើយអ្វីដែលខ្ញុំចង់ប្រាប់គ្នាយើងដូចការ discount នេះខ្ញុំ discount ឲ្យគ្នាយើងព្រោះខ្ញុំរៀបចំឲ្យគ្នាយើងជា rank នៅពេលដែលគ្នាយើងប្រឡងយើង3ខែយើងប្រឡងម្ដងយើងប្រឡងតែម្ដងទេអញ្ចឹងណាអញ្ចឹង3ខែដែលគ្នាយើងមួយ term ហ្នឹងគឺយើងប្រឡងម្ដងហើយនៅក្នុងហ្នឹងគឺសម្រាប់អ្នកដែលទទួលបានលេខ1គឺយើងទទួលបាន discount 15% អញ្ចឹងណាអញ្ចឹងមាន3ខែហ្នឹងបើសិនជាគ្នាយើងធ្វើការ discount គ្នាយើងប្រឡងទៅគ្នាយើងអាចនឹងទទួលបានdiscount 15% សម្រាប់អ្នកដែលបានលេខ1ហើយអ្នកដែលបានលេខ2យើងបាន discount 5% 10% ហើយអ្នកដែលបានលេខ3គឺ 5% ហើយគ្នាយើងខំប្រឹងគ្នាយើងអាចនឹងទទួលបាននៅបន្ទុកល្អទទួលបាននៅចំណាប់ថ្នាក់អញ្ចឹងទៅអញ្ចឹងណាហើយការប្រឡងក៏ពួកយើងមាននៅកំណត់នីតិកំណត់អីគ្នាយើងអញ្ចឹងទៅដើម្បីទទួលបាននូវគុណភាពសម្រាប់ការសិក្សារបស់គ្នាយើងហើយនៅក្នុងហ្នឹងយើងមាន test យើងមាន quiz អីចឹងណាអា test quiz នេះគឺយើងបូកចូលនៅក្នុង classroom activity ដែលបន្ទុកដែលខ្ញុំបាន design គ្នាយើង attendance គឺ 20% ដែលគ្នាយើងមកចូលរៀនហ្នឹង attendance ដែលគ្នាយើងក៏ថ្ងៃដែលគ្នាយើងមកហ្នឹងគឺខ្ញុំធ្វើការកត់ជា attendance ដូចគ្នានេះណាអញ្ចឹងយើងនឹងមាន quiz យើងនឹងមាន test អីចឹងទៅចប់មួយមេរៀនយើងមាន quiz មួយទៅដើម្បីឲ្យគ្នាយើងចប់3មេរៀនយើងគិតមួយ term ហើយអញ្ចឹងមួយ term ហ្នឹងគឺយើងធ្វើ test មួយអញ្ចឹងយើងមាន quiz មានអីឲ្យគ្នាយើងសម្រាប់រាល់មេរៀនគឺចប់មួយមេរៀនគឺយើងមាន quiz ឲ្យគ្នាយើងមួយហើយឲ្យគ្នាយើងដើម្បីធ្វើការប្រឹងនៅក្នុងការប្រឹងឲ្យគ្នាយើងចាំនៅអ្វីដែលគ្នាបានរៀនហើយអញ្ចឹងណាហើយខ្ញុំផ្ញើគ្នាយ៉ាងនេះលម្អិតណាតាក់ទងជាមួយនឹងassign តាក់ទងជាមួយនឹងquiz តាក់ទងជាមួយនឹង score ដូច attendance ខ្ញុំប្រាប់ attendance គឺ 20% ហើយតាក់ទងជាមួយនឹងassignment តែបើ quiz ពីច្រើនយើងមាន speaking អីក៏ speaking គាត់ដាក់ឲ្យគ្នាយើងហើយអញ្ចឹងគាត់ការងារបើពួកខ្ញុំបញ្ចូលគ្នាយើងពេលខ្លះគាត់នឹងមានឲ្យគ្នាយើងជា speaking អីចឹងទៅពណ៌នេះអីមួយឲ្យគ្នាយើងអញ្ចឹងទៅហើយអាហ្នឹងគឺ 30% ហើយ final exam ដែលគ្នាយើងធ្វើនេះគឺបញ្ចប់រួមតែម្ដងគឺ test នៅក្នុងមួយ term ហ្នឹងគេមាន test មួយហ្នឹងអញ្ចឹងគ្នាយើងបន្ទុករបស់គ្នាយើងហ្នឹងគឺបូកបញ្ចូលគ្នាទៅគ្នាយើងណាដែលបានបន្ទុកលើសគេគ្នាយើងហ្នឹងទទួលបាន discount 15% អញ្ចឹងទៅហើយអ្នកដែលបន្ទាប់មកលេខ2ហ្នឹងគឺ 10% ទៅហើយអ្នកដែលលេខ3ហ្នឹងគឺ5% ទៅអញ្ចឹងចំពោះអ្នកដែលគាត់បងជា term ហ្នឹងណាចំពោះអ្នកដែលគាត់បងជា term ហើយអ្នកដែលគាត់ចង់បន្តទៅមុខអីចឹងទៅហើយបើសិនជាគ្នាយើងសភៅហ្នឹងហើយអញ្ចឹងណាប្រហែលជាក្នុង
ហើយរួមមួយទៀតដែលខ្ញុំនឹងធ្វើការ count ទៅលើ attendance របស់គ្នាយើង20%នេះគឺកូនសិស្សទាំងអស់គ្នាគឺទី1គ្នាយើងត្រូវ active ក្នុងក្រុមអត់មានហាក់ទៅឆ្ងាត់លេង mood រហូតពួកខ្ញុំធ្លាប់បរៀនគ្នាយើងខ្លះលេងដាក់ mood រហូតហាអត់ដឹងថាគាត់ធ្វើអីទេអត់អីពេលយូរទៅគាត់ជប់ខ្លួនឯងអញ្ចឹងខ្ញុំតែហាទៅមិនលឺហើយខ្ញុំក៏ហាទៅអត់មានតបមានអីអានេះខ្ញុំធ្វើការនេះគាត់តែម្ដងគឺគាត់ថាគាត់ absent តែម្ដងអញ្ចឹងណាហើយដល់បើសិនជាគាត់មកគាត់នេះទៅឈប់អាហ្នឹងខ្ញុំដឹងមុននឹងក្រោយគឺគាត់នឹងឈប់ហើយអញ្ចឹងខ្ញុំ expect គាត់ចោលតែម្ដងអញ្ចឹងណាអញ្ចឹងសម្រាប់អារូនហ្នឹងគឺវាដូចជាស្មុកស្មាញហើយវាតឹងរឹងគ្នាយើងបន្តិចប៉ុន្តែគោលបំណងរបស់ខ្ញុំគឺចង់ឲ្យគ្នាយើងហ្នឹងមករៀនណាមែនដើម្បីនៅពេលរៀនយូរទៅបើគ្នាយើងចេះគ្នាចង់រៀនតែរៀនអត់ចេះទេគឺគ្នាអត់ចង់រៀនទេអញ្ចឹងណាហើយមួយទៀតតកតងជាមួយនឹងការបើកកាមេរ៉ានេះគឺសំខាន់បើសប្តាហ៍ខ្ញុំឲ្យគ្នាយើងធ្វើការអត់បើកកាមេរ៉ាមួយថ្ងៃ3ថ្ងៃហ្នឹងចឹងគ្នាយើងអត់បើកមួយថ្ងៃប៉ុន្តែ2ថ្ងៃទៀតត្រូវបើកចឹងថ្ងៃហ្នឹងអត់បើក2ថ្ងៃក្រោយគឺត្រូវបើកកាមេរ៉ាអញ្ចឹងណាគ្នាយើងត្រូវបើកប៉ុន្តែគ្នាយើងអាចពេលខ្លះគ្នាយើងរវល់យើងបិទសិនទៅមិនបើកគ្នាបើកគ្រប់ពេលប៉ុន្តែគឺត្រូវតែបើកអញ្ចឹងណាអត់មានឲ្យបិទរហូតទេតែបើគ្នាយើងហើយ mostly ខ្ញុំប្រាប់គ្នាយើងថា use English as much as possible ចឹងភាគច្រើនគឺខ្ញុំចង់ឲ្យគ្នាយើងនេះខ្ញុំចង់ឲ្យគ្នាយើងធ្វើការនិយាយភាសាអង់គ្លេសបានច្រើនណាអញ្ចឹងភាគច្រើនគឺខ្ញុំនិយាយភាសាអង់គ្លេសឲ្យគ្នាយើងអញ្ចឹងណាហើយខ្ញុំបញ្ចូលគ្នាយើងជាខ្មែរអញ្ចឹងទៅខ្មែរអង់គ្លេសលាយគ្នាអញ្ចឹងទៅគោលបំណងដែលខ្ញុំធ្វើនេះគឺខ្ញុំចង់គ្នាយើងបង្កើននឹងការនិយាយហើយខ្ញុំដាក់គ្រូបរទេសមកមួយទៀតនេះក៏ខ្ញុំចង់ឲ្យគ្នាយើងបង្កើននឹងការនិយាយដែរអញ្ចឹងណាឲ្យគ្នាយើងចាប់ផ្ដើមពី level elementary នេះទៅបើគ្នាយើងចេះពីនេះទៅគ្នាយើងចូលអាសភៅដែលខ្ញុំបាន design ឲ្យគ្នាយើងទៅមុខទៀតនោះអាហ្នឹងគឺមួយរយៈពេល6ខែហ្នឹងខ្ញុំគិតថាយើងអាចនឹងមានមូលដ្ឋានគ្រឹះហើយចូលទៅនោះទៅក៏គ្នាយើងអាចនឹងយល់ដឹងបានច្រើនដែរអញ្ចឹងណាអញ្ចឹងអានេះអ្វីដែលគ្នាយើងបានធ្វើការ prepare សម្រាប់គ្នាយើងហើយrespect each other នេះយើងធម្មតាហើយគឺការមាននៅក្រមសីលធម៌ជាមួយក្នុងការសិក្សាក្នុងការរៀនជាមួយគ្នានឹងឯងការសួរការឯងនឹងឯងហើយទាំងអស់គ្នាហ្នឹងគឺត្រូវ follow ជាមួយនឹង class ហ្នឹងរូបរបស់យើងហ្នឹងតែម្ដងអញ្ចឹងណាខ្ញុំមក design អីគ្នាយើងត្រូវធ្វើការស្ដាប់ថាគ្រូក៏ assign អីចឹងទៅអញ្ចឹងណាអាហ្នឹងគឺជាបទបញ្ជាផ្ទៃក្នុងមួយដែលខ្ញុំ design ឲ្យគ្នាយើងដែលចូលនៅក្នុងកន្លែងនេះខ្ញុំគិតថាវារឿង strict បន្តិចប៉ុន្តែបើសិនគ្នាយើងធ្វើតាមហ្នឹងទៅខ្ញុំគិតថាគ្នាយើងនឹងអាចនៅពង្រឹងរៀនជាមួយខ្ញុំមិនមែនគ្នាយើងនេះណាមិនមែនគ្នាយើងចេះតែមករៀនចេះមកទៅណាអ្នកខ្លះគិតថារៀនអនឡាញអត់ប្រយោជន៍ទេពេលខ្លះរៀនអត់កើតអីចឹងតែមិនមែនទេដោយសារតែខ្លួនទីមួយគឺគ្នាយើងអត់ involve ជាមួយនឹងគ្រូដូចខ្ញុំនិយាយដែរថាកូនសិស្សខ្លះគាត់មករៀនអ្នកខ្លះគាត់មិនរៀនផងហ្នឹងគាត់ដេកស្ដាប់គ្រូទៅអ្នកខ្លះអញ្ចឹងណាអត់យកសភៅមកកត់ទេអញ្ចឹងគ្នាយើងត្រូវកត់ទៅផ្ញើក្នុងរបបខ្ញុំព្រោះកម្រិតគ្នាយើងនេះខ្ញុំរៀបជា list ឲ្យគ្នាយើងពីឲ្យគ្នាយើងឲ្យគ្នាទៅសេទិញអីអញ្ចឹងទៅអញ្ចឹងទៅផ្ញើខ្ញុំមកវិញកិច្ចការងារផ្ទះ homework ហ្នឹងកិច្ចការងារផ្ទះ homework ចិត្តនៅក្នុងអាបន្ទុកនេះquiz 30%នេះណា assignment quiz នេះ attendance គឺខ្ញុំបូកជាមួយ activity របស់គ្នាយើងហើយបើសិនជា quiz homework នេះខ្ញុំបូកជាមួយនេះណាចាំដល់ពេល final exam នេះគឺប្រចាំ term មួយ term គឺយើងតេស្ត3ខែនេះមានតេស្តមួយហើយតេស្តបញ្ចប់ហ្នឹងហើយយើងខ្ទង់5ទំព័រឲ្យគ្នាយើងតាមមានតាំងពីការសរសេរការអីចឹងទៅ